ការធ្វើដំណាំចន្ទីជួបបញ្ហាមិនលោតចេញជាក្តឹបការក្រៀមកាំងក្តឹបនិងក្តឹបស្វិតជ្រុះច្រើននេះទាំងអស់នេះគឺវាកើតចេញមកពីបងប្អូនមិនយល់ច្បាស់និងគ្មានបទពិសោធន៍នៅលើដំណាំចន្ទីនិងខ្វះបច្ចេកទេសខ្វះថវិកានិងគ្មានដំណោះស្រាយការមិនយល់ច្បាស់ខ្វះបទពិសោធន៍គឺបងប្អូនមិនដឹងថាដំណាក់កាលនេះចន្ទីរបស់បងប្អូនវាស្ថិតនៅក្នុងដំណាក់កាលនៃការការពារខ្លួននោះទេនៅក្នុងដំណាក់កាលនេះគឺវាបានប្រើប្រាស់នៅសារធាតុចិញ្ចឹមនិងអាហារបំពន់ដែលវាបានសន្សំទុកពីមុនមកអស់ហើយក្នុងការបញ្ចេញផ្កាយ៉ាងប្រងព្រាតពេញចំការឲ្យបងប្អូននេះពេលនេះគឺបងប្អូនឆ្ងល់ថាចន្ទីបងប្អូនចេញផ្កាសម្បូរទៅដោយផ្កាមេហើយនិងផ្កាទ្វេភេទច្រើនដែរហេតុអ្វីវាមិនចេញជាក្តឹបនោះមកពីដំណាក់កាលនេះវាខ្វះនៅអាហារខ្វះនៅថាមពលហើយនិងខ្វះទឹកហើយដំណាក់កាលនេះគឺវាចេះណាស់រុក្ខជាតិចន្ទីមួយនេះគឺវាមិនអាចបន្ថយនៅក្នុងការបញ្ចេញក្តឹបឲ្យបងប្អូនដោយការខ្វះទឹកនិងខ្វះសារធាតុចិញ្ចឹមនោះទេគឺវាស្ថិតនៅក្នុងដំណាក់កាលមិនលោតចេញជាក្តឹបបើបងប្អូនទៅបង្ខំវាទិញថ្នាំយកទៅបាញ់គឺខាតទាំងថវិកាខាតទាំងពេលវេលាហើយរួមផ្សំធ្វើឲ្យផ្កានោះក្រៀមកាន់តែលឿនទៅទៀតចឹងនៅក្នុងដំណាក់កាលមួយនេះចន្ទីវាត្រូវតែសម្រាកមួយរយៈដើម្បីបន្តដំណើរទៅមុខទៀតរួមផ្សំជាមួយនឹងបច្ចេកទេសបងប្អូនអត់ដឹងថាគួរតែប្រើនៅក្នុងកម្រិតបរិមាណប៉ុណ្ណាហើយលាយថ្នាំហ្នឹងលាយដាក់សារធាតុណាមុននៅក្រោយបើសិនជាបងប្អូនលាយខុសគោវាមកកើតទៅជាសារធាតុពុលធ្វើឲ្យខូចដំណាំចន្ទីនេះកាន់តែលឿនដែរហើយអត់ដឹងថាពេលវេលាម៉ោងណាដែលគួរតែបាញ់ផ្ដល់ឲ្យសារធាតុចិញ្ចឹមទៅលើដំណាំចន្ទីហើយនឹងមិនដឹងថាគួរតែបាញ់បុកឲ្យជោគឬមួយបាញ់ផ្សែងឬបាញ់សំណើមនោះដែរទាំងអស់នេះគឺមកពីបងប្អូនខ្វះអ្នកប្រឹក្សាយោបល់ជូនហើយម្យ៉ាងទៀតពាក់ព័ន្ធនឹងបទពិសោធន៍គឺបងប្អូនអត់យល់អំពីបទពិសោធន៍ស្គាល់ពីដំណាំចន្ទីច្បាស់របៀបដូចជាយើងជិះម៉ូតូឬបើកយានយន្តនៅលើដងផ្លូវអញ្ចឹងថាពេលណាយើងគួរតែបន្ថយល្បឿនឬបង្កើនល្បឿនឬបញ្ចូលលេខឬសាំងលេខនោះដែរអញ្ចឹងការធ្វើដំណាំចន្ទីមិនខុសពីបងប្អូនបើកបរនៅលើដងផ្លូវនោះដែរហើយម្យ៉ាងទៀតពេលនៅក្នុងអាកាសធាតុបែបនេះគឺវាដីដាច់សំណើមច្រើនអាចនៅសល់ 5% ឬ 10% ហើយសីតុណ្ហភាពក្នុងដើមក៏កើនកម្ដៅឡើងដែរអញ្ចឹងពេលខ្លះវាដកនៅសារធាតុចិញ្ចឹមហើយនឹងទឹកពីផ្កាយកមកចិញ្ចឹមដើមទៀតដើម្បីបន្តរស់រានមានជីវិតវាសុខចិត្តផ្ដាច់ផ្កាហើយនឹងក្តឹបចោលហើយពាក់ព័ន្ធទៅនឹងភ្លៀងកក់ខែនៅក្នុងកំឡុងខែ2ខែ3នេះគឺតែងតែមានហើយអញ្ចឹងបងប្អូនតែងតែបន្ទោសថាមកពីភ្លៀងនេះដែលធ្វើឲ្យផ្កាក្រៀមលឿនហើយនឹងក្តឹបស្វិតជ្រុះច្រើនទាំងអស់នេះគឺមកពីបងប្អូនមិនយល់ទឹកភ្លៀងគឺវាផ្ដល់ផលប្រយោជន៍ដល់ 90% នៅលើដំណាំចន្ទីហើយនឹងមនុស្សសត្វរុក្ខជាតិទាំងអស់នៅលើផែនដីយើងហ្នឹងគឺត្រូវការទឹកបើអត់ទឹកគឺมันអាចបន្តរស់រានមានជីវិតដែរមកពីបងប្អូនមិនយល់អំពីដំណាំចន្ទីឲ្យបានច្បាស់ហើយនឹងដើមហេតុនៃឫសគល់ទាំងអស់នោះឲ្យបានយល់បញ្ហាទាំងអស់នោះវាមិនមែនមកអំពីទឹកភ្លៀងមានជាតិអាស៊ីតឬជាតិអាសូតនោះទេជាទូទៅដំណាំដែលវាឆ្លងកាត់អំពីស្ថានភាពខ្វះទឹកកន្លងមកវា stress បែបនេះដល់ពេលដែលវាត្រូវទឹកភ្លាមយ៉ាងកង្ហុកបែបនេះធ្វើឲ្យវានឹងសប្បាយចិត្តវារួចពីការ stress អញ្ចឹងភាពសប្បាយចិត្តរបស់វានេះធ្វើឲ្យវារំភើបវាផ្ដាច់ក្តឹបផ្ដាច់ផ្កាចោលឈប់បង្កកំណើតទៅការលូតលាស់ជីវិតជាថ្មីសម្រាប់នៃការបញ្ចេញត្រួយហើយនឹងការចិញ្ចឹមស្លឹកសារជាថ្មីទាំងអស់នេះហើយដែលជាឫសគល់បើបងប្អូនមិនយល់គឺបងប្អូនបាញ់ថ្នាំអ្វីគឺវាមិនជោគជ័យនោះដែរហើយម្យ៉ាងទៀតគឺខ្ញុំឃើញបងប្អូនច្រើនតែប្រើយុទ្ធសាស្ត្រទប់ហើយនឹងវាយសម្រុកតែយុទ្ធសាស្ត្រទាំងអស់នេះគឺធ្វើឲ្យបរាជ័យអញ្ចឹងខ្ញុំសូមណែនាំឲ្យបងប្អូនប្រើយុទ្ធសាស្ត្រទប់សម្រួលហើយនឹងចរចាមកវិញទប់សម្រួលនិងចរចានេះហើយដែលធ្វើឲ្យបងប្អូនប្រើទៅបានទទួលជោគជ័យនោះថាក្នុងពេលណាយើងគួរទប់ពេលណាយើងគួរសម្រួលដោះស្រាយវាបន្តិចពេលណាយើងគួរចរចាកែប្រែស្ថានភាពទាំងអស់នោះឲ្យទៅជាស្ថានភាពល្អនិងមានប្រយោជន៍សម្រាប់ផ្កាហើយនឹងក្តឹបនោះបើសិនជាបងប្អូនឆ្ងល់មានចង់បានអ្នកប្រឹក្សាយោបល់ឬចង់បានបច្ចេកទេសថ្មីអាច call តាមរយៈលេខខាងក្រោមហើយនឹងចូល comment គឺខ្ញុំរីករាយនឹងបកស្រាយជូនអំពីបញ្ហាទាំងនេះជូនសូមបងប្អូនជួយ share និងជួយចែកម្លែកនៅវីដេអូមួយនេះដើម្បីជាប្រយោជន៍និងជាចំណេះដឹងថ្មីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបន្តទៀតនិងសូមអរគុណ